សូមជូនរឿងនាងធននទាសីទឹកមួយក្អមរបស់ស្ត្រីអ្នកមានសទ្ធាដោយយកសេរីក្នុងឋានសួគ៌បានក្នុងពុទ្ធកាលថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូស្ដេចយាងទៅដែនកុសលជាមួយនឹងភិក្ខុសង្ឃប្រមាណ500អង្គទ្រង់យាងចូលទៅសម្រាកប្រកាយក្នុងធននក្រៀមដើម្បីកម្ចាត់បងនូវមិច្ឆាទិដ្ឋិរបស់ព្រាហ្មណ៍នៅក្នុងធននក្រៀមនោះពួកព្រាហ្មណ៍ទាំងឡាយបានដឹងដំណឹងថាព្រះសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃស្ដេចយាងនិមន្តមកដល់ត្រើយស្ទឹងខាងនាយបំរុងនឹងឆ្លងចូលទៅក្នុងធននក្រៀមហើយពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យទាំងឡាយបានប្រកាសប្រាប់ដល់ព្រាហ្មណ៍ជាបរិស័ទថាយើងទាំងអស់គ្នាមិនគប្បីគួរសមរាប់រកឲ្យវត្ថុអ្វីដល់សមណៈគូដំឡើយម្យ៉ាងទៀតយើងទាំងអស់គ្នាត្រូវអូសទូកឡើងពីកំពង់ឲ្យអស់ហើយរុះរើស្ពានចោលចេញទាំងសាលាសំណាក់ក៏ត្រូវរុះរើស្បូវឬរនាបឲ្យអស់បើអ្នកណាមួយទៅគួរសមឲ្យវត្ថុអ្វីដល់សមណៈគូដំនឹងភិក្ខុសង្ឃត្រូវធ្វើទោសនៅនោះដល់ជីវិតព្រះសម្ពុទ្ធទ្រង់ជ្រាបវឹបបការៈរបស់ព្រាហ្មណ៍ដូច្នោះហើយក៏នាំភិក្ខុសង្ឃទាំង500អង្គហោះទៅឯដល់អាកាសឆ្លងស្ទឹងទៅចុះត្រង់កណ្ដាលស្រុកនោះទ្រង់និមន្តទៅគង់ក្រោមម្លប់ឈើមួយដើមក្បែរអណ្ដូងទឹកសម័យនោះមាននាងទាសីម្នាក់ជាខ្ញុំបម្រើត្រកូលព្រាហ្មណ៍ក្នុងធននក្រៀមនោះកំពុងកណ្ដៀតក្អមទៅដងទឹកអណ្ដូងបានឃើញព្រះមានប្រភិក្ខក៏មានចិត្តជ្រះថ្លាកើតឡើងនាងគិតថាសម័យនេះក្តៅណាស់ព្រះសម្ពុទ្ធនិងព្រះសង្ឃទាំងអស់អង្គប្រហែលជាស្រេកទឹកខ្លាំងណាស់បានជាមកគង់ក្នុងទីនេះអញត្រូវតែដងទឹកមួយក្អមនេះយកទៅប្រគេនទើបគួរប៉ុន្តែព្រាហ្មណ៍ព្រឹទ្ធាចារ្យបានដាក់អាជ្ញាថាបើអ្នកណាទៅគួរសមយកវត្ថុអ្វីទៅប្រគេនដល់សមណៈគោដំនិងព្រះសង្ឃនេះត្រូវមានទោសដល់ជីវិតនាងគិតដូច្នេះហើយក៏ដើរហួសទៅដងទឹកលុះត្រឡប់មកវិញសទ្ធាក៏កាន់តែកើតឡើងខ្លាំងឡើងទើបគិតថាណ៎ហើយចុះអញបានជួបនឹងស្រែបុណ្យដ៏ប្រសើរយ៉ាងនេះហើយគួរតែធ្វើទានកុំខានទោះបីគេសម្លាប់ឬដាក់អាជ្ញាយ៉ាងណាតាមការចុះនាងក៏កណ្ដៀតក្អមចូលទៅកណ្ដាលវងភិក្ខុសង្ឃយកទឹកមួយក្អមទៅប្រគេនព្រះសម្ពុទ្ធព្រះសម្ពុទ្ធទទួលដោយប្រហោះទាំងពីរថ្លែងអាការៈឲ្យនាងដឹងថាព្រះអង្គត្រូវការទឹកនោះណាស់ទ្រង់ចាក់ទុកនោះលុបព្រះភ័ក្ត្រហើយឆាន់ក្នុងទីចំពោះមុខរបស់នាងដោយអំណាចឫទ្ធិរបស់ព្រះអង្គទឹកនៅក្នុងក្អមពេញដដែលទើបឲ្យក្អមទឹកនោះដល់ទៅភិក្ខុសង្ឃទាំង500អង្គឆាន់ទៀតទឹកក្អមក៏នៅតែពេញដដែលនាងធនទាសីបានឃើញចម្លែកអស្ចារ្យដូច្នេះហើយសេចក្តីជ្រះថ្លាក្នុងព្រះសាស្តាក៏កាន់តែចម្រើនសទ្ធាពោឡើងជា100គុណកាលភិក្ខុសង្ឃទាំង500អង្គឆាន់ឆ្អែតស្កប់ស្កល់ហើយព្រះសម្ពុទ្ធទ្រង់ប្រទានក្អមទឹកនោះដល់នាងធនទាសីវិញនាងបានទទួលក្អមហើយថ្វាយបង្គំលាព្រះមានប្រភិក្ខទៅកាន់គេហដ្ឋានរបស់នាងវិញលំដាប់នោះពួកព្រាហ្មណ៍ទាំងឡាយក៏ចាប់នាងវាយតប់បណ្ដើរយកទៅឲ្យព្រាហ្មណ៍ជាចវាយនាយព្រាហ្មណ៍ជាចវាយនាយបានវាយថែមទៀតតតែស្លាប់ក្នុងពេលនោះទៅចំណែកខាងព្រះមានប្រភិក្ខកាលបើនាងធនទាសីចេញផុតទៅហើយទ្រង់ត្រាស់ហៅព្រះអានន្ទប្រើឲ្យយកបាតព្រះអង្គទៅដងទឹកអណ្ដូងព្រះអានន្ទមិនហ៊ានទៅដងព្រោះខ្លាចព្រាហ្មណ៍វាយសម្លាប់ទ្រង់ប្រើជាគម្រប់3ដងព្រះអានន្ទមិនហ៊ានប្រកែកទើបកាន់យកបាតនិមន្តទៅអណ្ដូងទឹកគ្រាន់តែទៅដល់មាត់អណ្ដូងទឹកក៏បាញ់ចេញពីក្នុងអណ្ដូងជួរជន់រាជទៅលើមហាប្រតិពីលិចភូមិស្រុកធននក្រៀមនោះមួយរំពេចប៉ុន្តែត្រង់កន្លែងដែលព្រះសម្ពុទ្ធនិងព្រះសង្ឃគង់នោះឥតមានទឹកលិចឡើយពួកព្រាហ្មណ៍ទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះហើយភ័យភ័យខ្លាំងណាស់ក៏នាំគ្នារត់ចូលទៅសុំទោសព្រះសម្ពុទ្ធថ្វាយខ្លួនជាឧបាសកឧបាសិកាយកប្ររតនត្រ័យជាទីពឹងទីរលឹកស្មើដោយជីវិតទឹកក៏បាត់អស់រលីងក្នុងខណៈនោះទៅឯនាងធនទាសីដែលព្រាហ្មណ៍វាយសម្លាប់នោះបានទៅកើតនៅក្នុងឋានត្រៃត្រឹងមានរូបល្អឥតឧបមាមានរស្មីចែងចាំងអំពីកាយផ្សាយទៅក្នុងទិសទាំងពួងមានស្រីទេពអប្សរ1000ចោមរោមជាបរិវារស្ថិតនៅក្នុងវិមានមាសមានសត្ថានដូចជាទូកឹងប្រដាសស្ថាននៅលើទឹកទឹកក្នុងមហាស្រះបោកខរណីមួយលើមាត់ស្រះមានដើមកັບប្រព្រឹកដុះព័ទ្ធជុំវិញក្នុងស្រះនោះមានដើមឈូកដុះប្រងព្រាតបញ្ចេញផ្កាផ្លែផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ឈូកនោះមានផ្កា5ពណ៌ខ្លះដើមជាមាស
ស្លឹកជាកែវមณีផ្កាជាប្រាក់ផ្លែជាត្បូងទន្ទឹមខ្លះដើមជាត្បូងទន្ទឹមស្លឹកជាប្រាក់ផ្កាជាកែវមณีផ្លែជាមាសដុះពាន់ព័ទ្ធវិមានប្រាសាទក្នុងពេលនោះនាងគិតពិចារណាមើលអតីតជាតិរបស់នាងក៏បានដឹងសពគ្រប់ថាអញដែលបានមកកើតជាទេពធីតាបរិបូរដោយទិព្វសម្បត្តិដូច្នេះដោយសារតែទឹកមួយក្អមដែលអញបានប្រគេនព្រះសម្ពុទ្ធក្នុងស្រុកធនក្រៀមឥឡូវនេះព្រះសម្ពុទ្ធគង់នៅក្នុងទីនោះពុំទាន់និមន្តទៅណាឡើយដូច្នេះគួរតែអញទៅបំពេញសម្បត្តិរបស់អញឲ្យវិសេសជាងនេះទៅទៀតគិតដូច្នេះហើយក៏ចុះមកភ្លាមវិមានប្រាសាទក៏អណ្ដែតដោយមកប្រដេស្ថានលើផែនដីក្នុងទីចំពោះព្រះភ័ក្ត្រព្រះសម្ពុទ្ធនាងទេពធីតាបាននាំបរិវារទាំង 1000 ចេញពីវិមានប្រាសាទជួលទៅថ្វាយបង្គំព្រះសម្ពុទ្ធជាបរមគ្រូពេលនោះពួកព្រាហ្មណ៍ទាំងឡាយដែលកំពុងអង្គុយគាល់ព្រះដ៏មានព្រះភិក្ខក៏ផ្អើលឈូឆរនឹកស្ងើចក្នុងចិត្តឥតឧបមាព្រះមានព្រះភិក្ខទ្រង់ត្រាស់សួរនាងទេពធីតាដើម្បីឲ្យព្រាហ្មណ៍ទាំងអស់បានដឹងក្នុងពេលនោះថាមនាលទេពធីតាអ្នកបរិបូរដោយទិព្វសិរីមានពន្លឺចែងចាំងជានិច្ចតើនាងមកអំពីទីណាបានធ្វើបុណ្យអ្វីក្នុងជាតិមុននាងទេពធីតាក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គមកពីឋានត្រៃត្រឹងកាលពីម្សិលមិញខ្ញុំព្រះអង្គនៅក្នុងស្រុកធនក្រៀមនេះបានដងទឹកមួយក្អមប្រគេនព្រះអង្គលុះត្រឡប់ទៅផ្ទះពួកព្រាហ្មណ៍ទាំងឡាយដែលអង្គុយជុំវិញនេះនាំគ្នាចាប់វាយខ្ញុំព្រះអង្គបណ្ដាលទៅឲ្យព្រាហ្មណ៍ជាចវាយរបស់ខ្ញុំព្រះអង្គព្រាហ្មណ៍ជាចវាយរបស់ខ្ញុំព្រះអង្គបានវាយថែមទៀតដរាបដល់ស្លាប់បន្ទាប់មកនាងក៏បានថ្លែងរៀបរាប់អំពីទិព្វសម្បត្តិរបស់នាងក្នុងឋានសួគ៌ដោយសពគ្រប់លុះចប់ហើយព្រះសម្ពុទ្ធបរមគ្រូទ្រង់សម្ដែងនៅធម្មកថាពន្យល់អំពីអរិយសច្ចធម៌4ប្រការនាងទេពធីតាក៏បានសម្រេចដល់សោតាបត្តផលនៅក្នុងពេលនោះទើបថ្វាយបង្គំលាព្រះមានព្រះភិក្ខទៅឋានត្រៃត្រឹងវិញពួកព្រាហ្មណ៍ក្នុងធនក្រៀមក៏បានយល់ជាក់ច្បាស់នៅលទ្ធិពុទ្ធសាសនាក្នុងពេលនោះរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា